ជំរាបសួរស្ដីដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទសម្រាប់វីដេអូមួយនេះខ្ញុំពិតជាសូមទោសដល់បងប្អូនខ្លាំងមែនទែនបាទដែលមិនបានចេញវីដេអូដល់បងត្រីនិងស្ទូចត្រីឲ្យចែកជូនបងប្អូនទស្សនាបាទហើយប្រហែលថ្ងៃនេះខ្ញុំពិតជាវាផ្ដាសាយផងអីផងអញ្ចឹងណាហ្នឹងហើយដោយសារយើងប៉ះទឹកភ្លៀងហើយចម្លែកបងប្អូនគុំសូមជួយប្រុងប្រយ័ត្នអស់គ្នាព្រោះទឹកភ្លៀងនេះមួយគឺខ្ញុំថាមិនអីតែពេលឥឡូវនេះបើជាវាកាត់គ្រុនវាផ្ដាសាយមកភ្លៀងអញ្ចឹងហ្នឹងហើយយើងវាមិនដឹងខ្លួនណាសម្បីហូបចកអីក៏អត់បានហូបចកសុបាយជុំគេដែរហើយឥឡូវនេះខ្ញុំបានមកលេងនៅផ្ទះខាងសិតខ្លៃបងប្អូនរបស់ខ្ញុំបាទហើយម្ដងក៏មានអ្វីច្រើនទេបងប្អូនហើយម្ដងឃើញគេកំពុងធ្វើម្ហូបវាចេះថតចែកជូនបងប្អូនទស្សនាអញ្ចឹងហើយម្ហូបរបស់យើងគឺសាមញ្ញបាទតំបន់ជនបទបាទហើយនេះបណ្ដាដូចជាស្លទាបាទប៉ុន្តែដឹងថាស្លអីគេដែរមានក្រងមានអីតំណងខ្លាំងមែនទែនបាទហើយខាងនេះដែរបុកទឹកត្រីកកងនេះដើម្បីធ្វើជ្រក់ក្តាមអញ្ចឹងណាហើយជ្រក់ក្តាមរបស់យើងគឺជាតិបងប្អូនអើយក្តាមសក់ស្រែយើងហើយខាងនេះវិញមិនដែលគាត់ធ្វើឲ្យបាទទុកឲ្យខ្ញុំទុកឲ្យបងប្អូនខ្ញុំដែលមកពីឆ្ងាយអញ្ចឹងយល់ទៅគឺមានអីជួយចាញ់គេទេបងប្អូនអើយមកនេះមកទឹកខ្លួនទៅទេហ្មងមកដល់គេធ្វើវ័យមិនវ័យទាវ័យអីអូពួកគាត់ពិតជាចិត្តល្អខ្លាំងមែនទែនបាទមិនមែនជាសាច់បង្កើតទេប៉ុន្តែលក្ខណៈសាច់ថ្លៃគឺពួកគាត់គឺរកដាក់រាក់ទាក់រំទុំយើងគឺល្អខ្លាំងមែនទេបាទចំពោះការហូបចុកអីបាទហើយខ្ញុំមកលេងនេះខ្ញុំមិនមែនមកសម្រាប់តែមកហូបចុកអីដែរសំខាន់គឺមកលេងក្មួយរបស់ខ្ញុំនេះកើតបានប្រហែលជាចូល 3-4 ខែហើយឃើញខ្ញុំគឺចង់ឲ្យខ្ញុំពោបាទព្រោះអីដល់ពេលយើងក្លឹបពោវាចង់ឲ្យយើងពោរហូតដល់ពេលនេះឥឡូវតាមខ្ញុំឥឡូវខ្ញុំលើកមកពោមកទឹកមុខគេស្លក់អូពិតជាខ្ជូតដែរហើយមើលមុខខ្ញុំក៏រឹងអ៊ូដែរបាទអត់ស្រួលខ្លួនបាទហើយតិចទៀតនេះខ្ញុំនឹងថតchoជួយបងប្អូនទស្សនាអំពីការហូបចុកជុំគ្នាបាទហើយនេះផងដែរចិត្តដល់ម៉ោងដែលយើងហូបចុកជុំគ្នាហើយនេះតែខ្ញុំនេះនៅខ្វាយដោយសារតែយើងខាន់ជួបគ្នាយូរខាន់ជួបមីអូនយូរអញ្ចឹងតលេងមួយមីអូនអញ្ចឹងស្និទ្ធតិចហើយនៅមួយមីអូនអញ្ចឹងយូរតិចហើយនេះដល់ផងដែរក៏ដល់វគ្គដែលយើងហូបចុកហើយបាទមានដូចជាស្លនេះមកតាក្រុមថាមិនមកទេបងប្អូនអើយសម្រាប់សិនណាដាក់យកហើយចាំដល់ស្អែកចាំគិតទៀតហើយដល់ពេលស្អែកនេះបងប្អូនដឹងហើយនេះសលេងរបស់ខ្ញុំគឺប្លែកខ្លាំងមែនទែនបាទអត់ស្រួលខ្លួនសោះតែយប់មិញដាក់ផងផឹកផងអីផងទាផងមឿនផងហើយទីទៀតនេះដល់វគ្គចុងក្រោយគេនេះបងប្អូននេះមកហូបចុងក្រោយគេដល់នេះពេលយប់ហើយបាទគឺអត់ត្រូវអីឲ្យបានហូបអញ្ចឹងណាមានតែសេញខ្លាច់ជ្រូកមានតែខ្លាញ់ជ្រូកខ្លាញ់អីហ្នឹងឯងយកមកដាក់ធ្វើឲ្យទៅមកហើយតិចទៀតនេះក៏មេឃភ្លៀងឈូបាទយប់ហើយចាំម៉ោង 8 ម៉ោង 9ហើយចំពោះមេឃភ្លៀងនេះក៏ភ្លៀងខ្លាំងដែរបងប្អូនភ្លៀងមិនលឹមអញ្ចឹងណាហើយហ្នឹងហើយចំពោះវីដេអូមួយនេះក៏មានតែប៉ុណ្្នឹងបាទបើមានពាក្យសម្ដីអ្វីនៃនិយាយមិនសមរម្យបាទសូមទោសជួយមុនផងបាទសូមអរគុណសូមជម្រាបលាជួបគ្នាដល់វីដេអូក្រោយបាយ